ថ្ងៃនេះប្រវត្តិសាស្ត្របានបើកបង្ហាញថាណាឃើញឯកំពុងតែនិយាយពីរឿងបាត់សមុទ្រដែលជាដង្ហើមធំចៅសួរថាវាយដល់សៀមរាបទេគ្នាអត់យល់ណាចៅអត់យល់ទេចៅយល់ឃើញថាសៀមរាបហ្នឹងគឺជាស្គរមួយគ្រាប់ចំណែកឯសមុទ្រកម្ពុជាគឺជាផែនដីដែលចៅឯងត្រូវពឹងពាក់នៅពេលដែលតាកំពុងតែនិយាយអំពីការបាត់សមុទ្រការពាត់សមុទ្រឃើញឯចៅសួរពីរឿងថាតាវាយដល់សៀមរាបទេមិនអញ្ចឹងមិនបន្ទោសទេចៅព្រោះចៅអត់យល់សោះគេអត់ឲ្យចៅចេះចៅអត់កំហុសទេចៅគ្មានកំហុសទេចៅអត់ខុសទេពីព្រោះចៅគេរៀបចំឲ្យចៅកើតមកអត់យល់អញ្ចឹងចៅទៅគិតឯណាសៀមរាបទៅគិតឯណាឧទាហរណ៍ថាចៅនៅរតនគិរីចៅសួរថាសៀមមានវាយដល់រតនគិរីអត់ណាជួនកាលចៅឆ្ងល់ថាម៉េចក៏សៀមមិនវាយបៃលិនតែបើបបួលចៅឲ្យយកចិត្តទុកដាក់ពីការបិទដង្ហើមសេដ្ឋកិច្ចចៅអត់ស្ដាប់ទេមិនបានអត់ស្ដាប់ព្រោះអត់យល់អញ្ចឹងអត់បន្ទោសទេមិនមែនជាកំហុសទេគឺវាមិនយល់បើមិនយល់ឲ្យទៅធ្វើម៉េចណាបើមិនយល់ឲ្យធ្វើម៉េចណាដូចជា05អញ្ចឹង05ចាញ់មកគឺគិតតែពីរឿងច្បាំងគ្នាចង់ច្បាំងណាស់ពីព្រោះគ្នាមិនដែលត្រូវក្របបើវាត្រូវក្រប3 4កន្លែងដូចខ្ញុំឬសូវសង្គ្រាមពិបាកចិត្ត05ចង់តែរឿងច្បាំងទេចង់តែរឿងកភ្លើងចង់តែរឿងអីហើយនឹកឃើញថាទិញកភ្លើងមកហ្នឹងគឺឈ្នះហ្មងអត់ដឹងថាអា PHL03 ដែលហ៊ុនសែនមិនទាន់ហ៊ានបាញ់ពីព្រោះគាត់ខ្លាចគាត់តៃស្មឹងគាត់ខ្លាចកូនប្រពន្ធគាត់ចៅគាត់រត់មិនសពដីបានជាគាត់មិនហ៊ានបាញ់អត់គិតចឹងទេចេះតែទាំងហាយហៅសម្ដេចពុកដល់បន្ទាត់ក្រហមហើយនៅព្រោះអីពីព្រោះ05មិនដែលភ្លក់ក៏មិនមែនជាកំហុសរបស់05ដែរមិនមែនជាកំហុសទេពីព្រោះគ្នាមិនយល់ណាអាហ្នឹងអញ្ចឹងគឺមិនយល់នឹងត្រឡប់ទៅវិញខ្ញុំអាប់ដេតបន្តិចសិនណាបងប្អូនណាចាំខ្ញុំឆ្លើយវគ្គនេះផែនទីខាងក្រោយនេះគ្រាន់តែជាការរំលឹកទេណាខ្ញុំអាប់ដេតបន្តិចណាបងប្អូនខ្ញុំអាប់ដេតបន្តិចហើយនេះគឺជាព័ត៌មានសៀមណាបងប្អូនណាជាព័ត៌មានសៀមมันអាចយកជាការពិតទេលុះត្រាតែបងប្អូនយកទៅបញ្ជាក់ជាមួយព័ត៌មានរបស់រាជការកម្ពុជាបញ្ជាក់ហើយបញ្ជាក់ទៀតនេះគឺជាព័ត៌មានមិនពិតទេតែជាចំណែកមួយយកទៅប្រកាសណាគឺថាយកទៅប្រៀបធៀបនឹងព័ត៌មានរបស់រាជការកម្ពុជាសេចក្តីប្រកាសអំពីស្ថានភាពសឹកនៅខេត្តត្រាតថ្ងៃ14ថ្ងៃអាទិត្យទី14ខែធ្នូឆ្នាំ2025ឧត្តមនាវីរងបារាជរតន័យចៃយប៉ាន់អ្នកនាំពាក្យនៃកងភូមិន្ទជើងទឹកថៃបានបើកបង្ហាញឲ្យដឹងថាសត្រូវរបស់ថៃឡង់គឺកម្ពុជាណាបានជ្រៀតចូលក្នុងតំបន់ខេត្តត្រាតហើយបានធ្វើភារវកម្មលើទឹកដីថៃប្រឆាំងនឹងកងទ័ពថៃនិងរដ្ឋាភិបាលថៃក្នុងគោលដៅបង្កអសន្តិសុខសេនាធិការត្រាតចន្ទបុរីបានអនុវត្តនៅផែនការដូចតទៅដើម្បីធានាសន្តិសុខនិងការពារកុំឲ្យរឿងបែបនេះកើតឡើងធំបញ្ជាក់អំពីការបិទបំរាមកោចរហាមមិនឲ្យប្រជាជនធ្វើដំណើរផ្ដេសផ្ដាស់នៅពេលយប់ហើយនឹងបង្កើតការឃ្លាំមើលថែមទៅលើសន្តិសុខនៃខេត្តត្រាតចន្ទបុរីស្រុកចំនួន5ត្រូវបានដាក់ក្នុង curfew លើកលែងតែស្រុកកោះកុដនិងស្រុកកោះចាងនរណាដែលចង់ធ្វើដំណើរឆ្លងកាត់ពីម៉ោង19ទៅម៉ោង5ភ្លឺរៀងរាល់ថ្ងៃត្រូវមានការអនុញ្ញាតពីទីបញ្ជាការកងទ័ពថៃនេះគឺជាព័ត៌មានណាដែលតកតងនឹងខេត្តត្រាតចន្ទបុរីព័ត៌មានមួយទៀតថៃបានផ្សាយថាទេសចរចំនួន180នាក់ទៅជាង200នាក់ដែលបាន
ទៅទេសនាកោះផាងអានណាបានផ្អើលឆាវឡោថាត្រូវជំលះខ្លួនចេញពីទីនោះដោយសារមានចម្បាំងកងទ័ពថៃហើយនឹងរដ្ឋាភិបាលថៃកំពុងតែតាមដានថាមានការបំផុសបំផិតបំភ័យពីណាមកណាហ្នឹងចំណុចមួយកាលពី1ម៉ោងមុននេះសៀមបានទទួលនៅការគូសបញ្ជាក់សារជាថ្មីរបស់លោកហ៊ុនសែនដែលបានចេញផ្សាយថាការបិទព្រំដែនគោកមិនអោយពួកថៃឆ្លងទៅស្រុកវិញមិនមែនជាចំណាប់ខ្មាំងទេព្រំដែនអាកាសអត់មានបិទទេនៅភាគមុនខ្ញុំបានជម្រាបហើយហ៊ុនសែនធ្វើយុទ្ធសាស្ត្រនេះចង់គម្រាមខាំងសៀមដែលកំពុងតែធ្វើការនៅស្រុកខ្មែរសៀមវាឆ្លៀតឱកាសហ្នឹងប្រកាសបិទនឹងធ្វើការហុំព័ទ្ធដែនសមុទ្ររបស់កម្ពុជាហ៊ុនសែនត្រូវចាញ់មកបញ្ជាក់រឿងហ្នឹងវិញពីព្រោះជាឧបាយកលទៅវិញទៅមកអត់មានខុសមានត្រូវទេគឺហ៊ុនសែនគាត់កំញើងសៀមថាបើឯងហ៊ានវាយអញប្រជាជនឯងរាប់ពាន់នាក់អញនឹងឃុំអញនឹងទុកឲ្យវេទនាអញឲ្យឯងហ៊ានវាយអញឯងហ៊ានវាយប៉ោយប៉ែតឯងហ៊ានវាយអីប្រជាជនឯងនៅហ្នឹងយុទ្ធសាស្ត្ររបស់ហ៊ុនសែនគឺជាយុទ្ធសាស្ត្រកុម្មុយនីសធ្វើគឺយកជនស៊ីវិលរបស់ប្រទេសមួយធ្វើជាចំណាប់ខ្មាំងសៀមវាដឹងរឿងហ្នឹងវាក៏ពាត់សមុទ្រក្នុងការពាត់សមុទ្រហ៊ុនសែនឃើញវាពាត់សមុទ្រឃើញវាប្រុងវាយហើយសៀមវាចោទថាហ៊ុនសែនចង់ធ្វើខុសអនុសញ្ញាអន្តរជាតិហ៊ុនសែនគាត់ចេញទៅបកស្រាយថាអញអត់បានចាប់ជនជាតិឯងទេជនជាតិឯងចង់ទៅណាទៅជិះបោះហោះទៅតែផ្លូវគោកកំពុងបាញ់គ្នាអញអត់ឲ្យឯងឆ្លងមិនមែនអញចាប់ចម្រិតទេមិនមែនអញចាប់ឯងជាចំណាប់ខ្មាំងទេអញ្ចឹងហ៊ុនសែនក៏គាត់អត់ខុសគាត់ត្រូវប្រើល្បិចរបស់គាត់ចំណែកសៀមក៏វាប្រើល្បិចរបស់វាអញ្ចឹងវាជាចក្រពងភូវនាថកំពុងតែប្រកួតគ្នាជាមួយនឹងដៃជោស្ដេចសង្គ្រាមណាបងប្អូនវាអត់មានអ្នកណាខុសណាត្រូវទេគឺត្រូវលេងគ្នាអញ្ចឹងតែមកដល់ថ្ងៃទី14នេះសៀមវាពាត់សមុទ្រកម្ពុជារឿងនេះឧបមាថា2-3ថ្ងៃទៀតឈប់បាញ់ក៏អាផែនការពាត់សមុទ្រនេះអាផែនការត្រាតពិឃាតអាផែនការត្រាតសម្ពាធហើយនឹងអាប្រតិបត្តិការសឹកប្រជួបគិរីខណ្ឌព្រះច័ន្ទគិរីខេត្តនេះគឺអាផែនការនេះវាធ្វើឲ្យរបស់ដែលខ្ញុំព្រួយបារម្ភ30ឆ្នាំហើយវាឥឡូវនឹងអត់ចាំបាច់ព្រួយបារម្ភទេគឺជាគ្រោះថ្នាក់តែហ្មងវាគ្រោះថ្នាក់ហើយស្រេចហើយគ្រោះថ្នាក់នេះកម្ពុជាត្រូវការយ៉ាងតិច10ឆ្នាំដើម្បីស្រាយអាគ្រោះថ្នាក់ហ្នឹងគ្រោះថ្នាក់ហ្នឹងត្រូវការ10ឆ្នាំហើយ10ឆ្នាំហ្នឹងត្រូវការធនធានត្រូវការការយកចិត្តទុកដាក់ត្រូវការការងារច្រើនណាស់ដើម្បីដោះស្រាយបញ្ហាហ្នឹងដូច្នេះហើយពីដើមគ្រាន់តែជាបទសង្ស័យទេឥឡូវវារៀលវាជារឿងពិតគ្រោះថ្នាក់មកដល់ហើយបងប្អូនកូនចៅណាមុំ3ដីមុំ3ប្រប៉ិនតពកឆ្កែណាជុំវិញប្រាសាទព្រះវិហារណាមមីវេលន្ត្រីអីនេះសិតមមីទេមកក្ដិះតាកបីកញ្ចក់ជើងទេតាមមន់ណាមមីទេដូច្នេះនៅក្នុង800គីឡូម៉ែត្រតាមបណ្ដោយព្រំដែនណាគឺអត់សំខាន់ខ្លាំងទេអ្វីដែលបងប្អូនហើយនឹងរាជការហ៊ុនសែនត្រូវយកចិត្តទុកដាក់គឺសមុទ្រអាបាតសមុទ្រហ្នឹងវាមានជាង300,000លានណាតែអា300,000ជាង300,000លានហ្នឹងថាមិនចោះតែវាបាត់ដង្ហើមសេដ្ឋកិច្ចបើកម្ពុជាវាคล้ายទៅជាឡាវបងប្អូនឃើញទេដូណាល់ត្រាំដាក់ប្រទេសឡាវទៅក្នុងប្រទេសអត់ឲ្យធ្វើ immigration អ្នកដែលមកដល់ប្រទេសអាមេរិកហើយមិនទាន់បាន green card អត់តឲ្យទេ
គឺតាត់ដាច់ I-94 ឲ្យទៅលាវវិញបើមិនទៅគេចាប់បញ្ជូនលាវដែលមកដល់លើដៃអាមេរិកហើយកាន់ green card គេអត់ត green card ឲ្យទេគេអត់ត green card ឲ្យទេបើ green card នឹង10ឆ្នាំដាច់ green card គេឲ្យទៅវិញលើកលែងតែប្រធានាធិបតីបន្ទាប់ពីត្រាំហ្នឹងគេដូរច្បាប់មួយទៀតអ្នកដែលមាន green card លាវហ្នឹងគ្រប់5ឆ្នាំដាក់ពាក្យសុំចូលសញ្ជាតិគេអត់ពិចារណានៅឡើយទេរីឯទិដ្ឋាការគ្រប់ទាំងអស់ពីលាវគេបាទាំងអស់គេបិទទាំងអស់គេបាទាំងអស់បងប្អូនសប្ថ្ងៃនេះអាមេរិកនៅចូលចិត្តកម្ពុជាពីព្រោះវាមានរ៉ែបងប្អូនចិននៅលួងលោមដាក់20,000 លានឲ្យហ៊ុនសែនចាយលេងដោយមានរ៉ែតែបើសិនជាគេបិទចំោះកម្ពុជាមិនចាំបាច់ថែមលុយទេកម្ពុជាត្រូវវាទៅលិតបាត់ជើងគេដើម្បីរស់ដូច្នេះឲ្យបងប្អូនឈប់ចូលទៅភូមិសាស្ត្រយើងស្រួយដូចបំបុកហ៊ុនសែនប្រមូលឲ្យបុកបំបុកស៊ីហ្នឹងគឺថាស្រួយជាងបំបុកទៀតខ្ញុំប្រាប់ទៅបងប្អូនអើយអញ្ចឹងកុំសួរថាតាគេវាយចូលដល់ព្រះវិហារទេអូតាគេវាយចូលសៀមរាបទេតាគេវាយចូលដល់បាវត្តទេគេអត់វាយចូលទៀតទេបើគេបិទដង្ហើមខ្សែតកិច្ចហ្នឹងគឺសៀមហើយនឹងយួនហ្នឹងគេចង់ធ្វើអីយើងក៏បានដែរកូនអើយណាគេចង់ធ្វើអីយើងក៏បានដែរកូនអើយណាអាហ្នឹងអញ្ចឹងណាអូខេដូច្នេះអ្វីដែលជាបត់សង្ស័យដែលខ្ញុំតែងលើកមកហ្នឹងឥឡូវហ្នឹងអត់មានបត់សង្ស័យតែឥឡូវមែនតែនបានជាលោកហ៊ុនសែនហ្នឹងគាត់ចាញ់មកបញ្ជាក់តែការចាញ់មកបញ្ជាក់សារជាថ្មីថ្ងៃនេះសៀមវាបានចាញ់បញ្ជាពាត់សមុទ្រកម្ពុជាហើយណាអូខេកាលពី7 ម៉ោងមុននេះសៀមបានចោទថាលោកហ៊ុនសែនបិទមិនអោយប្រជាជនវាឆ្លងពីប៉ោយប៉ែតចូលដីថៃវាចោទហ៊ុនសែនថាវល់ក្រែមរឿងចោទវាអត់អីទេអារឿងចោទនោះយើងក៏ចោទវាក៏ចោទយើងចោទចោះណាចោទចោះណាវាផ្សាយវាចេញផ្សាយណា following clear action by Cambodian authorities to obstruct the return of several thousand of Thai citizens to Thailand at the border checkpoint of Pao Pat City the Royal Thai government has issued a statement on the matter ឧត្តមសេនីយ៍វ៉ាន់ថៃសុវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោកថៃបាននិយាយថាអំពើនេះគឺជាអំពើខុសច្បាប់អន្តរជាតិដែលឃាតខាំងមិនឲ្យជនស៊ីវិលឆ្លងដែនមកកាន់ប្រទេសដើមកំណើតរបស់គេនៅពេលមានសក្តិសង្គ្រាមដែលអាចចាត់ទុកថាជាអំពើខុសច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សហើយអាចទៅជាអក្រិតកម្មសង្គ្រាមផងដែរកងទ័ពថៃនឹងពិចារណាអំពើរបស់កម្ពុជាលើរឿងនេះតាក់ទងនឹងផ្លូវច្បាប់អន្តរជាតិក៏ដូចជាកម្លាំងដែលត្រូវចាំបាច់អន្តរាគមន៍រឿងនេះអាការចោទប្រកាន់អត់អីទេបងប្អូនតែឥឡូវនេះវាប៉ត់សមុទ្រប៉ត់សមុទ្រនេះហើយជារឿងដែលលំបាកណាបងប្អូននេះគឺជារឿងដែលលំបាកអញ្ចឹងខ្ញុំសុំពេលប្រហែលជាខ្ញុំភ្លេចទៅកែម៉ាស៊ីនខាងលើមួយផ្លែខ្ញុំសុំពេលប្រហែលជា3-4 នាទីចុះសុំពេលប៉ុណ្ណឹងបាទ
បាទសុំទោសអាំងសាច់មាន់ខ្លាចភ្លេចដាក់ម៉ោងខ្លោចសាច់មាន់បាទដូច្នេះណាចំណុចនៃរឿងដែលវាពាត់ដែនសមុទ្រនេះបើដូណាល់ត្រាំបញ្ចប់ការបាញ់គ្នាផែនការនឹងនៅដដែលសញ្ញាបង្ហាញថាយួននិងសៀមត្រូវគ្នាបើគ្មានការព្រមព្រៀងគ្នាស្ងាត់ទេការពាត់ដែនសមុទ្រខ្មែរធ្វើអត់បានទេណាការពាត់ដែនសមុទ្រគ្នាធ្វើអត់បានទេអញ្ចឹងអាការដែលដាក់បទសង្ស័យរបស់ខ្ញុំคล้ายទៅជាការពិតคล้ายទៅជាការពិតណាคล้ายទៅជាការពិតបញ្ហាសង្គ្រាមណាបញ្ហាសង្គ្រាមគឺដូចជាស្មុគស្មាញខ្លាំងខ្ញុំសូមអង្វរឲ្យបងប្អូនខ្មែរយើងឈប់ចូលទៅរួមទាំងរាជការមានហ៊ុនសែនឈប់ចូលទៅអត់មានផ្លូវចូលទេរបៀបដែលកើតឡើងបញ្ហានេះដូចខ្នោះដៃអញ្ចឹងឲ្យតាហាមាត់លោតកញ្ឆេងអាខ្នោះហ្នឹងវាបិទមួយកលៈរឿងគេមិនឈប់ទេយើងត្រូវរកផ្លូវដោះស្រាយណារឿងថាគេឈប់នោះគេអត់ឈប់ទេគេដាក់ផែនការហើយដូច្នេះមានតែម្យ៉ាងទេគឺដោះស្រាយគឺតលតែយើងនឹងដោះស្រាយហើយដោះស្រាយត្រូវការ10 20ឆ្នាំរឿងធំណាដូច្នេះហើយឥឡូវហ្នឹងខ្ញុំប្រហែលជាត្រូវទម្លាក់ចោលពាក្យថាសពមិនបានយូរអាពាក្យថាកម្ពុជាយើងនៅសពមិនបានយូរខ្ញុំប្រហែលជាឈប់និយាយខ្ញុំនិយាយឲ្យចាំហ្មងថាអត់សពហើយចំណែកលោកហ៊ុនសែននិងតកូលហ៊ុនខ្ញុំនិយាយថាកុំឲ្យខាតពេលរឿងឲ្យគេអរគុណសន្តិភាពអីតកូលហ៊ុនអត់សពទេយួនហើយនឹងសៀមវាធ្វើទុកតកូលហ៊ុនបើវាមកត្រូវគ្នាជាមួយតកូលហ៊ុនក៏វាមិនសពដែរអញ្ចឹងអាអរគុណសន្តិភាពហ្នឹងមិនបាច់ដោះក្បត់ចោលទេចង់បន្ថែមស្លាកទៀតក៏វាមិនសពដែរខ្មែរត្រូវឈប់ចូលឈប់អួតត្រូវកសាងធនធានគ្រប់យ៉ាងធនធានសេដ្ឋកិច្ចណាធនធានសេដ្ឋកិច្ចធនធានសេដ្ឋកិច្ចធនធានមនុស្សធនធានជំនាញកសាងកងទ័ពកសាងការពារដែនសមុទ្រកសាងសមត្ថភាពផ្លូវច្បាប់ហើយឲ្យខ្មែរមានសេរីភាពមិនសេរីភាពច្រើនហួសទេប៉ុន្តែផ្ដល់សេរីភាពឲ្យខ្មែរឈប់ចាប់ចងគ្នាទៅណាឈប់ចាប់ចងគ្នាទៅអានឹងតែប៉ុណ្្នឹងទេណាឈប់ចាប់ចងគ្នាទៅឥឡូវនេះកងទ័ពជើងទឹកថៃវាកលាច់សម្ដីវាថាការពាត់សមុទ្រកម្ពុជាគឺជាសំណើទេមិនទាន់អនុវត្តទេគឺនឹងមានការប្រជុំកំពូលក្នុងក្រុមប្រឹក្សាសន្តិសុខជាតិថៃថ្ងៃស្អែកថ្ងៃទី15ហើយសំណើក្នុងការពាត់សមុទ្រកម្ពុជាមានដូចតទៅទី1បាញ់ឈប់មិនឲ្យកម្ពុជានាំប្រេងឆៅឬក៏ប្រេងចម្រាញ់ហើយចូលណាបញ្ឈប់ការនាំចូលរបស់កម្ពុជាលើទំនិញណាដែលសង្ស័យថាមានគ្រោះថ្នាក់ដល់ប្រទេសសៀមទី2តាមដានគ្រប់នាវាដឹកទំនិញទាំងអស់ដែលចេញចូលកំពង់ផែរបស់កម្ពុជាទី3
ប្រកាសដែនទឹកជុំវិញផែកម្ពុជាជាតំបន់អសន្តិសុខ3យ៉ាងនេះ suspend fuel and strategic goods export to Cambodia enhance CMOC vessel monitoring to intercept supply shipments to Cambodia declare water near Cambodian ports as high-risk zones due to indiscriminate Cambodian fire ទាំង3ហ្នឹងវាខុសច្បាប់អន្តរជាតិអ្វីដែលសៀមធ្វើនេះឥឡូវសៀមវាកលាច់បន្តិចហើយវាថាមិនទាន់អនុវត្តទេវាប្រជុំស្អែកភាសាទៀតប៉ុន្តែអ្វីដែលវាធ្វើនេះវាខុសច្បាប់អន្តរជាតិខុសច្បាប់សមុទ្រ UNCLOS គេហៅ UNCLOS ណាអូខេវាខុសច្បាប់ក៏ប៉ុន្តែកម្ពុជាមិនទាន់សច្ចាប័នលើច្បាប់សមុទ្រទេកម្ពុជាជាលេខីប្រទេសកម្ពុជាក៏នៅតែតវ៉ាបានដែរទោះបីយើងមិនមែនជាប្រទេសធ្វើសច្ចាប័នUNCLOSក៏ដោយUN class 1982ណាក៏យើងតវ៉ាបានដែរយើងមានសិទ្ធិទោះបីយើងមិនទាន់ធ្វើសច្ចាប័នយើងមានសិទ្ធិដែរពីព្រោះយើងជាសមាជិកអង្គការសហជីវជាតិក៏ប៉ុន្តែការតវ៉ាផ្លូវទូតវាជាចំណែកមួយរីឯការតវ៉ាក្នុងផ្លូវដែលយើងមានកម្លាំងកម្លាំងរបស់យើងនឹងវាជួយការទូតបើយើងក៏លេខមើលតបជើងទឹកកម្ពុជាគឺតូចតាចបំផុតហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងបណ្ដោយឲ្យកងទ័ពជើងទឹកយើងយកភាសីលើការនេសាទរបស់ថៃ30ឆ្នាំហើយមានន័យថាហ៊ានជើងទឹកយើងប្រមូលលុយសំណូកដែលនេសាទថៃគេនេសាទលើទឹកដែនទឹកយើងអញ្ចឹងអាដែនទឹកយើងហ្នឹងវាមិនដែលបានផលមកយើងទេសូមឲ្យរាជការកែប្រែទៅសូមឲ្យរាជការកែប្រែទៅអានឹងអញ្ចឹងណាសូមឲ្យរាជការកែប្រែទៅណាក៏យើងធ្វើជាជំរកឯកជនកោះរបស់ប្រទេសក៏វានៅក្នុងដៃរបស់រុស្ស៊ីរបស់ផ្នែកមួយនៃគណៈបកប្រជាជនដូច្នេះហើយពិបាកហើយតលតែរាជការគាត់បញ្ញាប់ធ្វើទៅត្រូវការ10-20ឆ្នាំដើម្បីរើមិនរួចទេគ្រាន់តែតុបទេ10-20ឆ្នាំឲ្យរើរួចហ្នឹងដូចជាមិនទាន់ដឹងទេណាអានឹងអញ្ចឹងតើយោធាថៃអាចរំលោភដែនអាកាសស៊ីវិលខ្មែរទេចៅសម្លាញ់ដារ៉ូគេរំលោភរួចហើយណាកូនណាគេមករាល់ថ្ងៃហើយតែចៅអត់ស្គាល់អីថាដែនអាកាសហ្នឹងណាបានចៅសួរណាកូនណាគេរំលោភអីតាកូនវ៉ាន់ហា Demetri តាមការស្រាវជ្រាវរបស់តាធ្វើយ៉ាងម៉េចដែរលើដែនសមុទ្រនេះតាសិក្សាស្រាវជ្រាវតាមិនមែនជា policy maker ទេតាមិនមែនជាអ្នកបញ្ចេញនយោបាយទេដូច្នេះការសិក្សាមិនមែនជាការបញ្ចេញនយោបាយហើយការសិក្សាការបារម្ភនេះធ្វើឡើង40ឆ្នាំហើយកូនមិនទំធ្វើទេធ្វើតាំងពីមុនឆ្នាំ2000រហូតដល់មកដល់ឥឡូវតែដូចចាក់ទឹកលើក្បាលទេពីព្រោះមនុស្សដូចតាគ្រាន់តែបានបង្ហាញនៅភាពបារម្ភតែมันអាចទៅធ្វើអីឲ្យរាជការកម្ពុជាលោកអនុវត្តទេណាកូនណាអានឹងអញ្ចឹងវៀតណាមមានគំនិតចង់ដូររដ្ឋាភិបាលខ្មែរឬទេរឿងដូរមិនដូរងាយដូចបកចេកតែរឿងគៀបសង្កត់យើងមើលមិនឃើញបើចៅចង់ដឹងគឺចៅត្រូវដឹងពីរបៀបគៀបសង្កត់ជួនកាលខ្ញុំអត់ដុតផ្ទះចៅទេតែខ្ញុំប្រឡែងពោះប្រឡែងក្អែប
ប្រឡែងសัตว์កណ្ដុរឲ្យមកបំផ្លាញផ្ទះចៅស្ដាប់បានទេអញ្ចឹងចៅយកចិត្តទុកដាក់ឲ្យច្រើនណាចៅណាផលគុណអិនវាយរាវិតវគ្គមុនតកតងនឹងព្រែកជីកបើសិនជាយើងជីកបានជោគជ័យតើអាចដោះស្រាយទេដោះស្រាយអត់បានទេពីព្រោះគេធ្វើចិញ្ចាំងសមុទ្រខាងយួនគេធ្វើហើយនៅឆ្នាំ27គេធ្វើបានខ្លះហើយបន្ទាប់មកទៀតនៅក្នុងប្រហែលជាឆ្នាំ29អីហ្នឹងគឺយើងស្ទះហើយគេកំពុងតែចាក់ធ្វើចិញ្ចាំងសមុទ្រអូខេណាចៅណារឿងដែលគេអួតអាងថាមិនខ្ចីយួនដកដង្ហើមហ្នឹងគឺចូលទេព្រែកជីកហ្វូណនដែលចូលនេះវាคล้ายទៅជាព្រែកជីកអាចគោហ្វូណនទៅហើយផោះតាងជាក់ស្ដែងចិនខ្ពើមឲ្យលុយទោះបីចិនសន្យាថាឲ្យលុយមកជីកក៏ចិនទៅតល់រហូតដល់ឥឡូវមិនទាន់បញ្ចេញលុយឲ្យទេចិនខ្ពើមចិនក៏ដឹងអំពើពុករលួយតាមបដ ாய் ព្រែកជីកអាជីវកម្មកាយខ្សាច់អាជីវកម្មអីផ្សេងហើយ180គីឡូម៉ែត្រហ្នឹងដូចជាជីកពិតប្រកបតែ10គីឡូទេអា170គីឡូម៉ែត្រទៀតហ្នឹងកាយបន្លំមកទេចិនដឹងថាលុយដែលជះទៅលើការជីកព្រីកហ្វូណនហ្នឹងប្រហែលជាច្បាច់មានតកៅមានកលាតមានអីឆ្កាច់អស់ហើយចិនវាអត់យល់ឃើញថាអាជីវកម្មជីកព្រែកហ្នឹងបានវិនិយោគកើតទេស៊ីចិនពេញនិយាយហើយក៏ចោលទៅរហូតដល់ឥឡូវនេះលុយមិនទាន់ធ្លាក់មកទេទោះបីមានការបញ្ជាក់ពីរាជការថានឹងជីកក៏ដោយវាទៅជាព្រែកជីកហ្វូណនអាចគោទៅហើយតែនៅក្នុងស្រុកចេះតែទូងស្គរទៅហើយបើសិនជាព្រែកជីកនេះជីកហើយក៏អាចិញ្ចាំងសមុទ្ររបស់យួននឹងវាស្ទះនៅមុខកែបនឹងដែរបើវាមិនស្ទះនៅមុខកែបនឹងទេក៏វាធ្វើឲ្យចង្អៀតនៅមុខកែបអញ្ចឹងអាកន្លែងព្រែកជីកនឹងចាញ់គ្មានឱកាសក្រៅពីដឹកជញ្ជូនយកទៅទុកនៅកំពង់សោមហើយដឹកពីកំពង់សោមចាញ់អាការអួតអាងថាឈប់ដកដង្ហើមតាមយួនអីហ្នឹងណាវាជាមាត់ដែលនិយាយទៅខាតខ្លួនឯងទេអាហ្នឹងមាត់ស៊ីត្រាវណាចិត្តតែចូលអួតអញ្ចឹងទៅសៀមយួនវារៀបជើងព្រួលហើយស្រេចគឺអាផែនការធ្វើចិញ្ចាំងសមុទ្រនេះហើយប្រាប់ឲ្យហើយអាពាក្យចិញ្ចាំងសមុទ្រនេះមិនមែនចិញ្ចាំងទេអានោះវាធ្វើឲ្យមានឧបសគ្គចរាចរណ៍នេះវាអាហ្នឹងគេហៅចិញ្ចាំងសមុទ្រហើយអូខេនឹងអញ្ចឹងណាប៉ុនលឺកិច្ចព្រមព្រៀងរ៉ែកម្រវានៅតូចវាត្រូវមានស្អីថែមទៀតពីព្រោះរ៉ែកម្រនៅកម្ពុជាវាស្ថិតនៅក្នុងលក្ខណៈស្រពេចស្រពិលលើលោហៈរ៉ែកម្រ4ពលគឺរ៉ែកម្រវាអត់ទាន់បានសិក្សាចប់សពគ្រប់ទេគ្រាន់ជាបទកំហើញដែលត្រូវការសិក្សាអញ្ចឹងអាកិច្ចព្រមព្រៀងរ៉ែកម្រហ្នឹងបើវាមានវាជាចំណែកមួយតែត្រូវការរបស់ដទៃទៀតសូមកុំច្រឡំថាយើងនឹងវាសម្បូរទៅដោយកំណត់ទ្រព្យសូមឲ្យដឹងថាយើងមានតិចដូច្នេះយើងត្រូវតែបញ្ញាប់បញ្ញាល់គិតរឿងហ្នឹងណាកូនណានឹងអញ្ចឹងណាប៉ុនលឺដារ៉ូចុះបើយោធាថៃអាចរំលោភដែនអាកាសស៊ីវិលខ្មែរទេឆ្លើយហើយណាកូនណាគេរំលោភរាល់ថ្ងៃតែកូនឯងអត់ដឹងព្រោះកូនឯងអត់ស្គាល់ស្អីហៅថាដែនអាកាសណាសិងថៃបានផ្សាយថាកម្ពុជាបានជីកកាយនិងសាងសង់លេនដ្ឋាននិងមូលដ្ឋានកំភ្លើងធំនៅជុំវិញប្រាសាទខណ្ឌដែលជាតំបន់មួយក្រោមអធិបតេយ្យភាពរបស់ថៃបានបញ្ជាក់ច្បាស់
ថាកម្ពុជាកំពុងប្រើប្រាស់ទីតាំងបរានអូអារឿងហ្នឹងគេមានឯកសារគេមានថតទុកហើយកម្ពុជាក៏មានការតវ៉ានឹងទុកមួយឡែកអត់អីទេអាហ្នឹងគេតវ៉ាគ្នាចុះសម្ដេចគាត់ថានឹងទិញ VJ 12B និង K 300P គាត់ថាឲ្យតែថៃយួនហ៊ានបិទលិចទាំងអស់សូលញាចៅឯងរស់នៅក្នុងការចូលចិត្តនឹងតាមិនបន្ទោសទេណាចៅប៉ុន្តែតាមមើលទៅចៅឯងប្រហែលជាគ្មានកំណើតទេព្រោះចៅឯងរវល់តែរឿងអញ្ចឹងណាចៅឯងគិតមើលបើសិនជាអាមេរិកឲ្យគ្រាប់បែកនុយក្លេអ៊ែរមកគ្រាប់ទៅចៅឯងមនុស្សដែលស្លាប់មុនគេគឺចៅឯងប៉ុន្តែចៅឯងចូលណាចៅឯងនិយាយសិតតែរឿងកំភ្លើងមិនដឹងធ្វើម៉េចទេចៅតានិយាយប៉ុណ្្នឹងហើយបើថាចៅឯងអាឡ័យចូលនឹងតាធ្វើម៉េចបាបប្រការរៀងខ្លួនណាដោយតាកើតមហារាជអញ្ចឹងណាមកពីតាស៊ីចំណៃអាក្រក់បង្កើតមហារាជយល់ទេអានឹងដឹងធ្វើម៉េចទេសូនញ៉ាបើសិនជាសូនញ៉ាឯងចូលចិត្តចូលរឿងកំភ្លើងចូលចិត្តរឿងសភាវុធសូនញ៉ាឯងស្រ័យជ័យយោទៅណាតាអត់ស្គាល់ទេអា YJ 12B អីអា K 3000P អីតាអត់ស្គាល់ទេចាឯងបកកាយខាងនោះមានបរិញ្ញាបត្រ6ឆ្នាំហើយនៅកូនប្រហែលជាអត់ទេណាក្នុងមួយជីវិតហ្នឹងដែលធ្វើការរកបាន20ម៉ឺនមួយឆ្នាំហើយនៅអត់ដែលទេអញ្ចឹងជំរឿសរបស់ចៅធ្វើម៉េចតាក៏មិនដឹងបន្ទោសយ៉ាងម៉េចតាអត់បន្ទោសទេណាសូញ៉ាតាអត់បន្ទោសទេអានឹងសារចៅឯងចៅណាបើចៅឯងចូលចិត្តលេងភ្លើងមិនតែមួយលាក់ទេគឺអស់ជីវិតបើគេឲ្យក្របបាច់នុយក្លេអ៊ែរមកក្របចៅឯងងាប់មុនគេព្រោះចៅឯងអត់មានចេះអីសោះណាហើយខ្មែរបកកាយណាយកម៉ាស៊ីនមកឆ្កឹះចុចនេះទាំងមានអ្នកធ្វើការឲ្យខ្ញុំមួយភ្លាមបើកប្រអប់ភ្លាមចុចទេទុកខ្ញុំធ្វើចុចចុចមានអីចុចហើយទៅតោះតែខ្ញុំប្រាប់ថាចុចឲ្យខូចអស់ហើយបើមិនចេះទេចាំបន្តិចចាំខ្ញុំបញ្យល់បានស្ងាត់ទៅព្រោះនឹកឃើញថាគ្រឿងម៉ាស៊ីនទាំងអស់ហ្នឹងខ្មែរយើងណាអញមិនបាច់មើលសភៅមើលអីទេអញចុចយកចុចសូញ៉ាឲ្យក្របមកក្របហ្នឹងទៅជួបហូជីមិញបាត់គ្មានបានទៅច្បាំងអីទេរ៉ាវិតឆ្លើយហើយណាកូនណាបាទអត់ទេមនុស្សចូលចិត្តគ្រឿងសពាវុធមនុស្សហ្នឹងក្រោយមកមនុស្សហ្នឹងមិនដែលមានជីវភាពល្អទេពីព្រោះអត់គិតរៀនណាអូខេនេនលោកពូតើតាសែននឹងកូនគាត់មានកូនគាត់មានខ្មែរឬអត់ទេនៅហ្នឹងសុំមឿនហ្នឹងជាសម្ដីរបស់សៀងពេញខ្សែប៉ុន្តែឥឡូវហ្នឹងវាពិតជាងហ្នឹងទៅទៀតវាចាញ់ការពិតច្រើនជាងហ្នឹងទៅទៀតណាវាចាញ់ការពិតច្រើនជាងហ្នឹងទៅទៀតដូច្នេះហើយវាច្រើនជាងហ្នឹងទៅទៀតណាអាហ្នឹងប៉ុណ្ណឹងបាទវាច្រើនជាងហ្នឹងទៅទៀតគិរីរំคลิปមុនមានគេសួរបងថាតើឯងមិនក៏ដឹងច្រើនម្លេះបងអត់តបអារឿងគេសួរហើយនឹងគេជេរថាអាដឹងច្រើនហ្នឹងវាមិនបាច់តបក៏បានដែរបាទមិនបាច់តបក៏បានដែរអាហ្នឹងមកគ្នាវាត្រូវបានគេបំពន់ស្មារតីឲ្យស្អប់ការចេះដឹងស៊ីលៀងខ្ញុំយល់ហើយតែពេលនេះយើងមានតែខំតស៊ូប៉ុន្តែតស៊ូដោយប្រឹងរៀនមិនមែនតែច្បាំងជាមួយសៀមចេះតែទៅច្បាំងទេបើច្បាំងទៅដូចឧទាហរណ៍យូក្រែនអញ្ចឹងយូក្រែនមិនមែនចេះតែខំប្រឹងច្បាំងឲ្យស្លាប់ខ្លួនទេ
រៀងរាល់ថ្ងៃយូក្រែនមានអ្នកសិក្សាស្រាវជ្រាវបង្កើតកម្មជ្រួចបង្កើត drone បង្កើតយុទ្ធបកថ្មីថ្មីហើយយូក្រែននៅក្រៅប្រទេសហ្នឹងគេបង្កើតក្រុមហ៊ុនគេច្រើនណាដើម្បីអីដើម្បីស្រាវជ្រាវជួយប្រទេសគេណាអាហ្នឹងយើងទៅខំទាំងអស់គ្នាទាំងខ្ញុំទាំងក្មួយឯងទាំងចៅឯងណាសុកពិសីបើនិយាយកំពង់ផែសមុទ្រដូចបង្ហាញរូបភាពអញ្ចឹងបើគេពាត់សមុទ្រវាចាញ់មិនរួចទេណាវាចាញ់មិនរួចទេណាបើគេពាត់សមុទ្រវាចាញ់មិនរួចទេវាចាញ់មិនរួចទេបើគេពាត់សមុទ្រយើងមើលឃើញរូបភាពហើយថាវាគេចាញ់មិនរួចណាដូច្នេះត្រូវបញ្ញាប់រៀបចំខ្លួនបញ្ញាប់រៀបចំខ្លួនយើងមិនអាចដឹកទំនិញចេញតាមយន្តហោះទាំងអស់ទេវាត្រូវការផ្លូវទឹកណារឿងដែនសមុទ្របើគេបាត់អញ្ចឹងតើជាគំនិតរបស់តាយើងមានដំណោះស្រាយទេប្រាប់ហើយកូនប្រាប់ហើយថាយើងត្រូវពង្រឹង10ទៅ20ឆ្នាំមកមិនមែនធ្វើបានភ្លាមទេណាបាទ will winning ប្រាប់ទៅខាងរំដួលហ្នឹងគឺត្រឹមត្រូវហើយសម្ដេចពុកធ្វើតាមក្រោយសៀមគឺតាហ៊ាន18អ្នកសៀមធ្វើមុនហ្នឹងទៅ05ខ្ញុំអត់ខាត់ទេអូខេអត់ខាត់ទេណាចៅអត់ខាត់ទេ05ទៅបើឆ្កែខំយើងគំនិត05ឯងគឺធ្វើឲ្យអន់ជាងឆ្កែទៅខំឆ្កែវិញហើយយល់ឃើញថាត្រូវតែខំឆ្កែនឹងបើឆ្កែវាខំយើង05ឯងគំនិត05ឯងគឺត្រូវសំលៀងយកថ្មសំលៀងថ្មិញហើយទៅខំឆ្កែវិញនឹងមកពីអីមកពី05ឯងរៀនខាងនោះមានន័យថាកម្រិតសិក្សាខាងនោះបើឃើញឆ្កែខំมันអាចរកវិធីដោះស្រាយទេត្រូវខំឆ្កែវិញមានន័យថាបើឆ្កែវាខំណាវាខំអ្នកស្រុកយើងម្នាក់05ឯងគំនិតថាលោបទៅខំកូនឆ្កែនៅក្នុងសម្បុកវាឬក៏ទៅខំឆ្កែព្រៃដទៃទៀតឲ្យតែឈ្មោះតែឆ្កែខំទៅគំនិតល្អតើ05ជោគជ័យណាចៅណាជោគជ័យអូខេអាហ្នឹងហើយគេហៅឆ្កែខំឆ្កែវិញមនុស្សគេយកបញ្ញាតែបើគិតថាអញ្ចឹងបើសូនញ៉ាឯងជាស្រីហើយឃើញគេលក់ខ្លួនទៅលក់ខ្លួនឲ្យឈ្នះគេដូចមានគ្រួសារខ្លះនៅពេលដែលប្តីចេះតែមានស្រីប្រពន្ធតែមានសហាយពីព្រោះចង់ឈ្នះប្តីអានោះក៏ជាបញ្ញាមួយយ៉ាងនឹងរបៀបសូនញ៉ាឯងគិតអញ្ចឹងណាកូនអូខេមិនអីទេអាហ្នឹងក៏មិនខុសដែរព្រោះជីវិតកូនឯងរើសតាអ៊ំនិយាយតាំងពីវាយគ្នាវគ្គមុនឥឡូវវាយមែនហើយតើយើងមានសង្ឃឹមការពារដែនសមុទ្រទេលិនអ៊ំអធិប្បាយជាបន្តអញ្ចឹងនៅភាគក្រោយទៀតក៏អ៊ំបន្តអធិប្បាយថែមទៀតណាកូនបន្តអធិប្បាយបន្តិចម្ដង Do we have international law to cover on this case Chanarit yes but international law must be back up ណាគឺថា international law វាត្រូវមានកម្លាំងគាំពៀឧទាហរណ៍ដូចបច្ចុប្បន្នក្មួយប្រុសមួយដែលរៀនសាលាជើងទឹកនៅស្រុកអាមេរិកនេះក្មួយមូនពេជ្រសរសេរសម្បត្តិទៅប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងនាម Cambodian American Community Donald Trump អត់ឲ្យតម្លៃលើសម្បត្តិហ្នឹងទេពីព្រោះដឹងថាក្មួយមូនពេជ្រនេះមិនមែនជាតំណាងរបស់ Cambodian American Community ទេគ្រាន់តែជាខ្មែរម្នាក់រៀននៅសាលាកងទ័ពជើងទឹកក្បែរផ្ទះខ្ញុំនេះក្មួយមូនពេជ្រសរសេរសម្បត្តិទៅទៀតគេហៅថា Cambodian Intellectual Society សង្គមបញ្ញវន្តខ្មែរគេក៏ដឹងថាមូនពេជ្រមិនមែនជាតំណាងនៃអង្គការណាមួយដែលឈ្មោះថា Cambodian Intellectual Society ទេ
អញ្ចឹងលិខិតរបស់មូនពេជ្រទៅកាន់ប្រធានាធិបតី Donald Trump អត់បានមើលទេអ្នកដែលហែកសបុតហ្នឹងគេឃើញគេចាត់ទុកថាវាអត់បានការចំណែកអ្វីដែលមូនពេជ្រផ្ញើទៅ prosecutor ICC prosecutor នឹងបើមូនពេជ្រអាចផ្ដល់នៅភស្តុតាងចេះតែបន្ថែមទៅឲ្យខ្មែរដតីអាចប្រមូលភស្តុតាងហើយបញ្ជូនទៅឲ្យ ICC prosecutor office នឹងបានទៅហើយក្រោយមកខ្មែរយើងដូចឧទាហរណ៍ថារដ្ឋាភិបាលកម្ពុជានឹងចូលរួមជាមួយដើម្បីនឹងប្តឹងទៅសៀមនិងកិច្ចការរបស់ក្មួយមូនពេជ្រនឹងចាញ់ផ្លែផ្កាដោយឡែកបើក្មួយមូនពេជ្រសរសេរតែប៉ុណ្្នឹងហើយមានអ្នកចុះហត្ថលេខាដែលជាជនដែលជាការចុះហត្ថលេខាប៉ុន្តែចុះហត្ថលេខាទៅដាក់អាស័យដ្ឋានដាក់ទីតាំងខ្លួននៅឧទាហរណ៍ថាមានមនុស្ស 50,000 នាក់បានចុះហត្ថលេខាលើការផ្ដល់ជូនព័ត៌មានទៅ ICC prosecutor ហ្នឹង 50,000 នាក់ប៉ុន្តែនៅក្នុង 50,000 នាក់ហ្នឹងមាន 10,000 នាក់រស់នៅប្រទេសកម្ពុជានិងមាន 40,000 នាក់រស់នៅក្រៅប្រទេសprosecutor ប្រហែលជាចាត់ទុកថាអ្នកនៅក្រៅប្រទេសហ្នឹងគ្មានអីក្រៅពីមនោសញ្ចេតនាទេអញ្ចឹង prosecutor នៅ ICC ប្រហែលជាមិនអាចនឹងកសាងសំណុំរឿងបានទេណាបន្ទាប់មកទៀតបើគ្រាន់តែចុះហត្ថលេខាឲ្យដាក់អាស័យដ្ឋានហើយអត់បញ្ជូននៅភស្តុតាងដទៃទៀតឲ្យទៅ prosecutor office ក៏ prosecutor office ហ្នឹងក៏លេខមើលថាតើករណីដែលប្តឹងហ្នឹងវាមាននៅអង្គការសហជីវជាតិអីទេវាមានមជ្ឈដ្ឋានដទៃអីទេដែលអាចយកមកគួបផ្សំបង្កើតជាសំណុំរឿងបានបើមានគេធ្វើបើអត់មានទេអត់ធ្វើទេណាអញ្ចឹងច្បាប់អន្តរជាតិក្តីវាត្រូវការពឹងផ្អែកទៅលើរឿងច្រើនណាស់ដែលយើងទាំងអស់គ្នានឹងណាច័ន្ទណារិទ្ធយើងទាំងអស់គ្នាត្រូវយល់ហើយចំណែក$23រដ្ឋាភិបាលសំរងស៊ីឥឡូវហ្នឹងតាំងពីអ៊ុំសំអានទៅថតផែនទីទៅអីមកអ្នកនាំពាក្យរដ្ឋាភិបាល$23ឈ្មោះកឹមសុខនិយាយចុះនិយាយឡើងជាន់ដានខ្លួនឯងអំពាវនាវឲ្យអ្នកដតីប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយចុះបើខ្លួនឯងជាមន្ត្រីនៃរដ្ឋាភិបាល$23មិនក៏មិនប្រើអញ្ចឹងនិយាយទៅវាជាន់ដានខ្លួនឯងមានន័យថាម៉េចមានន័យថាក្មួយកឹមសុខមិនយល់រឿងហ្នឹងទេពីដើមថាអត់អាចប្តឹងបានដោយសារអត់មានរដ្ឋាភិបាលហើយចុះបើមានរដ្ឋាភិបាល$23ហើយមិនក៏បបួលអ្នកមិនក៏ទាមទារឲ្យអ្នកដទៃប្តឹងមិនក៏កឹមសុខទាមទារឲ្យហ៊ុនសែនហ៊ុនម៉ាណែតប្តឹងបើកឹមសុខជាមន្ត្រីនៃរដ្ឋាភិបាល$23មិនក៏ប្តឹងខ្លួនឯងរីឯការរៀបចំសិក្សារៀបពាក្យបណ្ដឹងរបស់អ៊ុំសំអានឃើញឥឡូវអត់មានឃើញអីទេណាតែខ្ញុំលើកទឹកចិត្តឲ្យអ៊ុំសំអានខំប្រឹងប្តឹងខ្ញុំលើកទឹកចិត្តឲ្យកឹមសុខខំប្រឹងប្តឹងខ្ញុំលើកទឹកចិត្តឲ្យក្មួយមូនពេជ្រខំប្រឹងប្តឹងខ្ញុំអត់មានបង្អាប់ទេតែខ្ញុំប្រាប់ថាផ្លូវដើរតាមខ្ញុំយល់ផ្លូវដើរវាអញ្ចឹងហើយខ្មែរអត់ចូលចិត្តស្ដាប់មតិជំទាស់ទេនឹងដឹងធ្វើម៉េចណាដឹងធ្វើម៉េចណាជួយប្រាប់ដំណោះស្រាយផងតាទោះប្រើពេលដល់10ឆ្នាំក៏ដោយយើងត្រូវការដែនសមុទ្រមកវិញ10ឆ្នាំទៅ20ឆ្នាំគឺចាប់ផ្ដើមពីរាជការហ៊ុនសែនហ៊ុនម៉ាណែតណាខ្ញុំនិយាយបានជាទូទៅចំណុចទី1ពង្រឹងសាមគ្គីភាពផ្ទៃក្នុងដោយឈប់ចាប់ចងទី2ពង្រឹងសេដ្ឋកិច្ចតាមលទ្ធភាពទី3រកមធ្យោបាយបញ្ចប់សង្គ្រាមនេះមួយរយៈសិនទី4ថែទាំកងទ័ពទី5សិក្សាដែនសមុទ្រទី6បង្កសុវត្ថិភាពដែនសមុទ្រតាមលទ្ធភាពអាចធ្វើទៅបានចុងក្រោយពាក្យមួយម៉ាត់
ឈប់ស៊ីត្រាវលូកមាត់លូកកអួតអាងទៅលើគេសំងំកសាងខ្លួនហើយក្រុមជំទាស់ខ្មែរដតីណាដែលពិតជាស្រឡាញ់ប្រទេសជាតិនៅពេលហ៊ុនសែនទម្លាក់ចោលការចាប់ចងទាំងអស់គ្នាត្រូវយករឿងជាតិជាធំហើយទទួលស្គាល់ការរិះគន់ជារឿងស្ថាបនាមិនមែនជាការបំផ្លិចបំផ្លាញទេនឹងអញ្ចឹងបាទខ្ញុំវិលត្រឡប់មកជួបប្រិមិត្តវិញប្រហែលជា5នាទីទៀតជម្រាបលា